របៀបធ្វើយេនរបស់អាសងត្រីម03ណាពេលដែលយើងបន្ទាប់ពីយើងផ្លាស់ប្ដូរជាមួយនឹងដៃយេនក៏ដូចជាបដាំងយេនសាងខាងហើយពេលដែលយើងវាយជាមួយនឹងមញងនេះចូលបងប្អូនតែងតែភ្លេចណាមិនដឹងជាអាណានៅខាងណាអាណានៅខាងណីហើយថ្ងៃនេះខ្ញុំក៏បានឆ្លៀតធ្វើជាវីដេអូសម្រាប់ជជែករំលែកក៏ដូចជាវីដេអូសម្រាប់ទស្សនាពេលដែលបងប្អូនភ្លេចទៅបងប្អូនមើលនៅវីដេអូនេះទៅបងប្អូនយល់ហើយណាពីរបៀបគេវាយយ៉ាងណាយ៉ាងណីចំពោះមញងលកាមមញងពាកលកាមរបស់អាសងត្រីម03ដែលជាប់ជាមួយនឹងយេនខ្ញុំដាក់ត្រង់ចំណុចនេះទៅស្រួលមើលតាកតងជាមួយនឹងយេនវាគឺបងប្អូនត្រូវយកផ្លាវេតនេះចំណុចផ្លាវេតនេះឲ្យត្រង់ជាមួយនឹងធ្មេញមញងលកាមនេះបងប្អូនអាចមើលបានណាបងប្អូនយកផ្លាវេតឲ្យរត់ស្មើត្រង់ជាមួយនឹងមញងលកាមនេះគឺជារបស់អាសងត្រីម03ណាតែបើចំពោះអាវេវក៏ដូចជាអាសងស្រីចាស់អាត្រីម99គឺផ្សេងណាតែនេះខ្ញុំលើកឡើងតែចំពោះអាសងត្រីម03ទេ03ឡើងដល់022ណាចំពោះនេះបើវាផ្លាវេតបើវាគឺរត់ត្រង់ជាមួយនឹងធ្មេញមញងលកាមបងប្អូនត្រូវចាំណាផ្លាវេតរត់ត្រង់ជាមួយនឹងធ្មេញមញងលកាមហើយបងប្អូនដាក់អាធ្មេញមញងលកាមនេះបងប្អូនយកអានេះអាសាច់ដែលមានលាតនេះចេញមកក្រៅហើយអាសាច់ដែលទូចដែលមានសាច់ដេកទូចនេះចូលក្នុងនេះមានន័យតែយកអានេះចេញក្រៅនេះបងប្អូនត្រូវចំណាំនេះជាកលែងដែលបងប្អូនតែងតែភ្លេចណាបងប្អូនខ្លះក៏យកអានេះចូលក្នុងអានេះមកចូលក្នុងចឹងគឺខុសបងប្អូនត្រូវបញ្ជាក់យកអានេះចេញក្រៅនេះអាសាច់កម្រាស់ក្រាស់នេះចេញក្រៅហើយអាសាច់ដែលមានស្ដើងចូលក្នុងហើយផ្លាវេតនេះរត់ចំជាមួយនឹងធ្មេញមញងលកាមបាទនេះជាការរៀបចំយេនរបស់អាសងត្រីម03អានេះមានតែប៉ុណ្ណេះឯងបាទអរគុណ